ការឈឺចុកចាប់មានអារម្មណ៍រលាករលាត់និងការហូរឈាមឬក៏ចិញ្ចៀមតាមទ្វារធំទាំងនេះគឺជាអាការៈខ្លះៗនៃអ្នកមានជំងឺឬដងបាតឬដងបាតជាអ្វីជនរូបណាក៏មានឬដងបាតដែរក៏ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែកើតជំងឺឬដងបាតនោះឡើយត្បិតអីនៅក្នុងសភាពធម្មតាវាគឺជាសរសៃឈាមដែលនៅជុំវិញបាតក្រោមទ្វារធំនៅក្រសែលគូតឬក៏នៅចុងពោះវៀនធំនៅពេលដែលសរសៃនោះរីកធំឡើងហើមហួសពីធម្មតាជួនលៀនចេញមកក្រៅជួនលាក់កប់និងនៅខាងក្នុងដោយមូលហេតុផ្សេងៗគឺនៅពេលនោះហើយបានជាគេហៅថាជំងឺឬដងបាតឯអ្នកមានជំងឺឬដងបាតមិនប្រកាសថាមានការឈឺចុកចាប់នៅតែកន្លែងម្ដុំក្រសែលគូតក្រសែលបាតក្រោមនោះទេនៅពេលបត់ជើងធំក៏មានការហូរឈាមតិចឬច្រើនហើយការហូរឈាមចេញមកក្រៅដែលពេលខ្លះអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈខ្វះឈាមផងអ្នកជំងឺមានអាការៈនឿយហត់អស់កម្លាំងជាប្រចាំក៏ប៉ុន្តែសូមចងចាំថាជំងឺឬដងបាតនេះតែងតែលាក់កំបាំងនៅជំងឺផ្សេងទៀតជាច្រើនផងក៏មានចូលចិត្តបរិភោគម្ទេសចំណីអាហារហិរពិសាកាហ្វេច្រើនអង្គុយយូររាប់ម៉ោងនៅកន្លែងធ្វើការតែងត្រូវបានគេចាត់ទុកថាជាមូលហេតុមួយចំនួនដែលនាំឲ្យងាយជួបនឹងគ្រោះកើតជំងឺឬដងបាតមូលហេតុនៃជំងឺហាមសរសៃវ៉ែននៅក្រសែលគូតឬដងបាតមានច្រើនអនេកឯការព្យាបាលក៏មានច្រើនដែរក៏ប៉ុន្តែជាបឋមសូមលោកអ្នកនាងត្រូវក្លាហានហ៊ាននិយាយហ៊ានទៅរកពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសដើម្បីធ្វើការព្យាបាលដោយហេតុថាជំងឺនេះនៅតែជាប្រធានបទដ៏ពិបាកលើកឡើងនិយាយជាសាធារណៈកម្មវិធីសុខភាពរបស់វិទ្យុបារាំងសូមបំបែកភាពមន្ទិលសង្ស័យអល់អែកមួយចំនួននេះជាមួយនឹងលោកវិជ្ជបណ្ឌិត Patrick Atienza សម្រាប់លោកវិជ្ជបណ្ឌិតការនិយាយអំពីជំងឺឬដងបាតមិនសូវមានអ្នកហ៊ាននិយាយដោយចំហឬក៏ដោយច្បាស់លាស់ចំក៏ព្រោះតែការអៀនខ្មាស់ផងពីព្រោះមិនដឹងត្រូវចាប់ផ្ដើមធ្វើឃ្លាធ្វើឃ្លោងប្រាប់អំពីអាការៈជំងឺលក្ខខណ្ឌនៃជំងឺយ៉ាងដូចម្ដេចបើកើតនៅកន្លែងគេខ្មាស់យ៉ាងដូចនេះហេតុដូច្នេះហើយទើបព័ត៌មានតាក់ទងទៅនឹងជំងឺនេះមានសភាពស្រពេចស្រពិលដដែលបូកផ្សំនឹងការមានជំនឿលាយឡំទៀតនោះរឹតតែធ្វើឲ្យចង់លាក់បន្ថែមទៀតពាក្យថាជំនឿគឺបណ្ដាលមកពីបណ្ដាជនទូទៅតែងជឿថាមានជំងឺឬដងបាតនេះគឺបណ្ដាលមកពីការបរិភោគនេះបរិភោគនោះក៏ប៉ុន្តែតាមការពិតទៅនោះអ្នកណាក៏មានដែរឬដងបាតលោកវិជ្ជបណ្ឌិត Patrick Atienza Voilà, alors déjà la première chose c'est que il faut différencier ឬដងបាតគឺជាបណ្ដាញសរសៃឈាមតូចជាអាទែនិងជាវ៉ែនដែលប្រទាក់ក្រឡាគ្នាបង្កើតជាបណ្ដាញសរសៃនៅក្នុងបាតគឺទ្វារលាមកហើយវាគឺជារឿងធម្មតាដែលមនុស្សគ្រប់គ្នាតែងតែមានដូចគ្នានៅពេលដែលបណ្ដាញសរសៃឈាមនៅបាតក្រសែលគូតរីកធំមានរោគសញ្ញាធ្លាក់ឈាមនិងការស្រុតចុះនៃសាច់សរសៃឈាមហើយពេលខ្លះអាចលៀនចេញមកក្រៅផងពលគឺនៅពេលនោះហើយដែលក្រសែលចាប់ផ្ដើមឈឺទើបគេហៅថាជំងឺឬដងបាតដូច្នេះជំងឺឬដងបាតមិនមែនកើតមានគ្រប់គ្នាទេតែឬដងបាតគឺមានគ្រប់បុគ្គលទាំងអស់ជំងឺឬដងបាតស្ដែងឡើងដោយសភាព3យ៉ាងទី1គឺការចេញឈាមទី2គឺមានដុំឈាមកកនៅក្នុងក្រសែលហើយចុងក្រោយគឺក្រសែលគូតនោះឯងលៀនចេញមកក្រៅជាទូទៅក្នុងករណីមានវិបត្តិធ្ងន់ធ្ងរដែលមានការឈឺចុកចាប់ខ្លាំងអ្នកជំងឺច្រើនជួបទាំង3ករណីក្នុងពេលតែមួយគឺចេញឈាមផងហាមក្រសែលគូតផងពីព្រោះតែមានដុសកំណត់ឈាមនៅខាងក្នុងសរសៃឈាមវ៉ែនក្រសែលគូតហើយលៀនចេញមកក្រៅទៀតការចេញឈាមគឺជារោគសញ្ញាដែលបញ្ជាក់ថាយើងមានកាត់ជំងឺឬដងបាតហើយដែលត្រូវតែពិគ្រោះព្យាបាលជំងឺមិនគួររងចាំរហូតដល់មានអាការៈឈឺចុកចាប់ឬក៏មុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរឡើយទោះបីជាថាជំងឺឬដងបាតនេះមិនមែនជាជំងឺបង្កឲ្យស្លាប់យ៉ាងណាក៏ដោយ avant-coureur d'une pathologie beaucoup plus grave que les hémorroïdes car les hémorroïdes ne sont pas une pathologie mortelle ជាសំណាងល្អណាស់ដែលជំងឺឬដងបាតនេះមិនបង្កឲ្យស្លាប់ពីព្រោះថាជំងឺនេះមានកើតនៅលើមនុស្សទូទៅដល់ទៅ1/3នៅក្នុងចំណោមវ័យពី30ទៅ50ឆ្នាំ
ចំពោះស្ត្រីភេទវិញភាគច្រើនពួកគាត់បានដឹងនិងបានស្គាល់ជំងឺឬដងបាតនេះនៅពេលឆ្លងទន្លេជាឬដងបាតដែលបង្កឡើងដោយកំណកដុំឈាមនៅកន្លែងសរសៃក្រសាល់គូតបង្កជាការឈឺចាប់ក្នុងរយៈពេលយូរពី1ទៅ2សប្តាហ៍យ៉ាងតិចក៏ប៉ុន្តែជាទូទៅករណីកើតឬដងបាតរបស់ស្ត្រីនៅពេលឆ្លងទន្លេច្រើនតែបាត់រលត់ទៅវិញក្រោយការប្រើថ្នាំលេបឬក៏ថ្នាំលាបយូរម្ដងទើបគេឃើញមានករណីកើតឬដងបាតធ្ងន់ធ្ងរដែលទាមទារឲ្យមានការព្យាបាលដល់ស៊ីជម្រៅចំពោះស្ត្រីទាំងអស់នោះឬដងបាតមិនបណ្ដាលឲ្យស្លាប់ទេទោះបីជាពេលខ្លះមានហូរឈាមខ្លាំងយ៉ាងណាក៏ដោយក៏ប៉ុន្តែគ្រោះថ្នាក់ធំបំផុតនោះគឺការភ័ន្តច្រឡំនិងទម្លាក់កំហុសថាជាជំងឺឬដងបាតនិយាយឲ្យចំបើយើងឃើញថាមានអាការៈចិញ្ចៀមហូរឈាមតាមផ្លូវធំហើយសូមកុំបណ្តែតបណ្ដោយឲ្យសោះពីព្រោះសូមចងចាំថាការហូរឈាមក៏អាចបណ្ដាលមកពីមានជំងឺក្រលាកក្រពះពោះវៀនឬក៏និយាយឲ្យចំមានជំងឺមហារីកផងក៏ថាបានដូច្នេះបើមានជួបករណីចេញឬក៏ហូរឈាមញឹកញាប់ហើយអ្នកជំងឺគួរតែរុះរាន់ទៅពិគ្រោះជំងឺជាមួយនឹងគ្រូពេទ្យឯកទេសក្រពះពោះវៀននិងផ្លូវធំដើម្បីវែកញែករកហេតុផលនៃការហូរឈាមនេះថាពិតជាបណ្ដាលមកពីជំងឺឬដងបាតមិនមែនបណ្ដាលមកពីជំងឺនៅពោះវៀនឬក្រពះនោះទេយើងបានស្ដាប់ដោយត្រួសត្រាសអំពីជំងឺឬដងបាតរួចមកហើយចុះតើអ្វីទៅជាមូលហេតុតើវាបណ្ដាលមកពីការបរិភោគអាហារដែលមានជាតិហឹរខ្លាំងម្ទេសឬក៏មកពីអង្គុយយូររាប់ម៉ោងក្នុងមួយថ្ងៃឬក៏បណ្ដាលមកពីឧស្សាហ៍មានអាការៈទលាមកសូមស្ដាប់ប្រសាសន៍របស់លោកវិជ្ជបណ្ឌិត Patrick Atienza C'est pas scientifiquement prouvé. Je dis pas que c'est faux, c'est pas scientifiquement prouvé. បើតាមលក្ខណៈវិទ្យាសាស្ត្រគ្មានភស្តុតាងនិងគ្មានការសិក្សាណាបញ្ជាក់អំពីទំនាក់ទំនងនៃការបរិភោគម្ទេសឬក៏កាហ្វេជាមួយនឹងការកើតឬដងបាតទេអ្នកខ្លះថែមទាំងបានអះអាងថាការបរិភោគម្ទេសច្រើនអាចជួយកាត់បន្ថយការឈឺចាប់បង្កឡើងដោយជំងឺនេះទៀតផងដូច្នេះជាសរុបមករាល់ជំនឿទាំងអម្បាលម៉ាននេះគឺគ្មានការសិក្សាជាលក្ខណៈវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្របញ្ជាក់ឡើយឯចំណែកការអង្គុយយូរច្រើនរាប់ម៉ោងជាប់គ្នាក៏ពុំទាន់មានលទ្ធផលគ្រប់គ្រាន់នៃការសិក្សាណាមួយសម្រាប់យកមកបញ្ជាក់អំពីទំនាក់ទំនងហេតុនិងផលវិបាកនៃការអង្គុយជាប់គ្នាយូរភ្ជាប់ទៅនឹងជំងឺឬដងបាតនេះដែរសម្រាប់អ្នកវិទ្យាសាស្ត្រគឺมันអាចបញ្ជាក់បានទេនៅក្នុងពេលនេះប៉ុន្តែចំពោះទំនាក់ទំនងរវាងជំងឺឬដងបាតជាមួយនឹងការទល់លាមកវិញអ្វីត្បិតតែមិនសូវច្បាស់លាស់មែនក៏ប៉ុន្តែអ្វីដែលប្រកបនិងដែលវិទ្យាសាស្ត្របានរកឃើញនោះគឺប្រសិនបើអ្នកមានរបបអាហារសម្បូរទៅដោយសារធាតុសរសៃគឺបន្លែផ្លែឈើច្រើនជាប្រចាំនោះគ្រោះកើតជំងឺឬដងបាតក៏រសាត់ឆ្ងាយពីខ្លួនយើងដែរ Surtout dans une période de crise, peu de budget pour faire ce type d'études. Pour éclairer les auditeurs sur le plan scientifique, et je pense que la science, pour l'instant, a encore des zones d'ombre qu'il va falloir préciser. ជំងឺឬដងបាតមិនអាចព្យាបាលឲ្យជាសះស្បើយដាច់ខាតបានទេគឺដូចជាជំងឺឡើងសរសៃឈាមនៅតាមជើងដូច្នោះពីព្រោះឬដងបាតមានជំងឺគឺបណ្ដាលមកពីការខូចទ្រង់ទ្រាយនៃជីលីកាសរសៃឈាមខ្មៅឬក៏សរសៃឈាមវ៉ែនតែយើងអាចជួយកាត់បន្ថយការឈឺចុកចាប់បានដោយប្រើក្រែមលាបក្រែមដែលមានជាតិកូទីកូអ៊ីតឬក៏ទៅជួបវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀននិងផ្លូវធំដើម្បីរារាំងកុំឲ្យដុំឬដងនោះលៀនចេញមកក្រៅនិងដើម្បីបញ្ជៀសការហូរឈាមចំពោះឬដងនៅខាងក្នុងដំណោះស្រាយចុងក្រោយមួយទៀតគឺការវះកាត់មានពីរប្រភេទគឺការវះកាត់ដោយគ្រាន់តែឆ្កឹះយកដុំឈាមកកចេញមកក្រៅនិងម្យ៉ាងទៀតគឺការវះកាត់ទាំងស្រុងទៅផ្ដាច់ឬដងបាតទាំងនៅខាងក្នុងឬក៏ឬដងបាតនៅខាងក្រៅ